នៅក្នុងដំណើរការនៃរឿងរដ្ឋបវេនីវាមានតាំងពីដំបូងកាលណាមានការដាក់ពាក្យបណ្ដឹងហើយដើរតាមនីតិវិធីការពិនិត្យពាក្យបណ្ដឹងបងពុនអីផ្សេងហើយគឺមាននីតិវិធីបន្តទៀតដែរនីតិវិធី TRIM សម្រាប់ការទាញហេតុផលការទាញហេតុផលឲ្យផ្ទាល់មាត់បានឈានទៅដល់ការជំនុំជម្រះអញ្ចឹងដំណើរការនីតិវិធីគឺមានតែចៅក្រមឬក៏អាចថាក្រុមប្រឹក្សាជំនុំជម្រះនឹងឯងឬក៏ក្រុមប្រឹក្សាចៅក្រមនឹងឯងដែលជាអ្នកសិក្សាទៅលើសំណុំរឿងហ្នឹងទៅលើអង្គហេតុទៅលើអង្គច្បាប់តាក់ទងជាមួយនឹងផុសតាងជាគូភាគីផុសតាងជាឯកសារផុសតាងជាវត្ថុផុសតាងជាសាក្សីផុសតាងជាការធ្វើកសលវិច័យផុសតាងតាក់ទងជាមួយនឹងអ្នកជំនាញឬក៏ផុសតាងតាក់ទងជាមួយនឹងការត្រួតពិនិត្យដោយការចុះផ្ទាល់របស់ចៅក្រមអញ្ចឹងពិនិត្យទាំងអស់ហ្នឹងបានយកមកថ្លឹងថ្លែងយកមកផ្ទៀងផ្ទាត់យកមកដើម្បីធ្វើសំអាងហេតុទាញទៅចុងក្រោយគឺធ្វើសេចក្តីសម្រេចបញ្ចប់តែកំណត់ឲ្យអ្នកណាឈ្នះអ្នកណាចាញ់ឬក៏កំណត់តាមបែបណានេះហើយជាការផ្ដល់យុត្តិធម៌ក្នុងន័យនៃការផ្ដល់យុត្តិធម៌ជូនទៅដល់គូភាគី